បាទមានសូមអូនបាទថ្ងៃនេះខ្ញុំមានជាវីដេអូខ្លីមួយចង់បញ្ជាក់ពីការប្រើប្រាស់របស់ Toyota Alphard យន្ត2ប្រភេទ Hybrid សម្រាប់បងប្អូនដែលចង់បានរថយន្តដែលធំទូលាយបាទសភាពរបស់ឡានគឺស្អាតទាំងក្នុងទាំងក្រៅបាទផាសុកភាពបាទ Alphard ជិះឆ្ងាយប៉ុណ្ណាក៏ដោយបងប្អូនគឺអត់ចេះឈឺខ្លួនទេគឺស្រួលខ្លួនមានន័យថាវាជាឡាន van មួយដែលជា brand របស់ Toyota ហើយជាឡានដែលផលិតនៅក្នុងជប៉ុនទៀតអញ្ចឹងមានថាប្រទេសជប៉ុនគឺគេផលិតរថយន្តមកគឺគេតម្រូវទៅលើអតិថិជនហើយតម្រូវទៅលើការប្រើប្រាស់របស់ប្រជាជនរបស់គេទៀតអូខេបាទអញ្ចឹងយើងងាកមកមើលឡើងវិញបាទសម្រាប់ Hybrid ណាបាទ Hybrid គឺជាឡាន van ដែលជា model ក្រោយបាទនៅស្រុកខ្មែរយើងឥឡូវគេផ្ទុះការប្រើប្រាស់មែនទែនដោយសារគេគិតថាវាជាឡាន van ប្រើកៅអី3ជួរហើយវាសំចៃជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនជាមួយនឹងអាគុយអញ្ចឹងសម្រាប់ Alphard យើងអាចជិះបានច្រើនអ្នកតម្លៃល្អតម្លៃប្រហាក់ប្រហែលជាមួយនឹងឡានថ្មីហើយក៏ប្រហាក់ប្រហែលជាមួយនឹងឡានដែលជាមកទឹកដែលនាំចូលពីអាមេរិកដែរទេអញ្ចឹងទាំង Highlander ទាំង330ឡានមួយចំនួនទៀតដែលប្រើកៅអី2ជួរបាទបងប្អូនអាចធ្វើការថ្លឹងថ្លែងឬក៏វិភាគបានថាគួរប្រើជាមួយនឹង Alphard វិញទៅឬក៏វាយ៉ាងម៉េចដោយសារវាមានសភាពងាយស្រួលច្រើនខ្ញុំមើលទៅវិញបាទទី1ដំបូលខ្ពស់ល្អស្រឡះកម្ពស់អ្នកជិះខាងមុខខាងក្រោយកណ្ដាលគឺមើលទៅឃើញស្អាតគឺស្រឡះស្រួលពិភាក្សាគ្នាក៏ស្រួលបាទអង្គុយជិះដំណើរផ្លូវចិត្តផ្លូវឆ្ងាយក៏ស្រួលហើយជាប្រភេទឡានខ្ពស់មានថាអ្នកបើកបរនេះបាទបើខ្ញុំកំពុងបើកនេះគឺខ្ញុំមើលទៅខាងមុខគឺលះមើលបានឆ្ងាយហើយទី2ម៉ាស៊ីនត្រជាក់របស់វាគឺមានទាំងមុខមានទាំងក្រោយអញ្ចឹងអ្នកដែលជិះក្នុងឡានគឺត្រជាក់ទាំងអស់គ្នាណាបាទមិនមែនថាខាងមុខខ្លាំងខាងក្រោយខ្សោយទេគឺបានប្រព័ន្ធគ្នាអញ្ចឹងសម្រាប់បងប្អូនដែលមានបំណងចង់ផ្លាស់ប្ដូររថយន្តធ្វើការផ្លាស់ប្ដូរមកកាន់ Alphard Hybrid បាទសូមអញ្ជើញមកមើលនៅ Top Auto ជាពិសេសយើងមានការរៀបចំលម្អិតទៅលើគុណភាពជាមួយនឹងការរៀបចំទៅលើផ្នត់ទៅលើបច្ចេកទេសក៏ដូចជាការធានាទៅលើម៉ាស៊ីនប្រព័ន្ធភ្លើងហើយនឹងប្រអប់លេខចំនួន3ខែទៀតអញ្ចឹងបាទត្រូវការ Alphard កុំភ្លេចតាក់ទងមកខាង Top Auto បាទអរគុណច្រើន